ក្រុមបាល់ទាត់នារីរបស់សមាគមកីឡាបាល់ទាត់ខេត្តកណ្ដាលជាក្រុមតែមួយគត់ដែលមិនទាន់រកបានជ័យជំនះតតែសោះក្នុងការប្រកួតបាល់ទាត់ Cambodian Women's League 2025 ឬការប្រកួត Cambodian League នារីហើយថែមទាំងមិនទាន់សុទ្ធបញ្ចូលទីលើក្រុមណាមួយបានសូម្បីមួយគ្រាប់គិតត្រឹមសប្តាហ៍ទី13កន្លងទៅគួរបញ្ជាក់ថាក្រុមនារីរបស់សមាគមកីឡាបាល់ទាត់ខេត្តកណ្ដាលប្រកួតបាន13ប្រកួតចាញ់ទាំង13ប្រកួតឈរនៅបាតតារាងតែម្ដងដោយពួកគេរបត់គ្រាប់បាល់រហូតដល់ទៅ159គ្រាប់និងមិនអាចរកគ្រាប់បាល់បានសូម្បីមួយគ្រាប់យ៉ាងណាក្តីបើទោះបីជាកម្រិតនៃការលេងរបស់ក្រុមនារីសមាគមកីឡាបាល់ទាត់ខេត្តកណ្ដាលនៅមានកម្រិតបើធៀបទៅនឹងក្រុមដទៃនៅក្នុងលីកក៏ពួកគេបានបង្ហាញឆន្ទៈនឹងការលេងអស់ពីសមត្ថភាពផងដែរសូមបញ្ជាក់ថាការប្រកួតបាល់ទាត់ពានរង្វាន់ Cambodian Women's League 2025បានរកឃើញក្រុមជើងឯកទៅហើយតាំងតែពីសប្តាហ៍ទី12មកម្លេះដោយក្រុមបាល់ទាត់នារីភ្នំពេញក្រោនបានក្លាយជាជើងឯកលើកទី3របស់ពួកគេក្រោយយកឈ្នះក្រុមបាល់ទាត់នារីវិសាខាដែលធ្វើឲ្យក្រុមបាល់ទាត់នារីភ្នំពេញក្រោនមានពិន្ទុដាច់ឆ្ងាយគ្រប់គ្រាន់ដើម្បីក្លាយជាជើងឯកទាំងដែលរដូវកាលមិនទាន់បញ្ចប់